ចាមកណាខ្លះដែលគាត់តែងតែធ្វើរឿងនេះនៅពេលដែលគាត់មានជំងឺឬក៏គាត់ឈឺដូចជាក្អកកណ្ដាស់ផ្ដាសាយឬក៏គាត់មានជំងឺ COVID ឬក៏មានជំងឺផ្សេងៗពាក់ព័ន្ធជាមួយនឹងផ្លូវដង្ហើមចាគាត់បញ្ឈប់ការបំបៅដល់កូនដោយគាត់បារម្ភថាខ្លាចឆ្លងពីម្ដាយទៅកូនចាការគិតបែបនេះគឺមិនត្រឹមត្រូវទេណាពីពេទ្យមានហេតុផល4យ៉ាងមកជម្រាបជូនម៉ាក់ចាទី1គឺម៉ាក់ត្រូវដឹងថាមុននឹងម៉ាក់លេចចេញសញ្ញាទាំងអស់នេះចេញមកគឺមានន័យថាមេរោគបានឆ្លងចូលទៅក្នុងខ្លួនម៉ាក់សំងំក្នុងខ្លួនរបស់ម៉ាក់រួចបាត់ទៅហើយចាហើយនៅក្នុងកំឡុងពេលនោះដែរក៏អាចកូនរបស់ម៉ាក់ឆ្លងពីម៉ាក់រួចបាត់ទៅហើយឬក៏អត់ឆ្លងក៏ថាបានដែរចាហើយជាធម្មជាតិក្នុងកំឡុងពេលនោះដែរគឺខ្លួនរបស់ម៉ាក់បានបង្កើតប្រព័ន្ធការពារឬក៏អង្គការពារដើម្បីប្រឆាំងជាមួយនឹងជំងឺដែលម៉ាក់កំពុងតែមានចាហើយទី2ម៉ាក់ត្រូវដឹងថានៅក្នុងទឹកដោះរបស់ម៉ាក់មានសារធាតុចិញ្ចឹមច្រើនខ្លាំងបំផុតដែលជួយទៅដល់កូនរបស់ម៉ាក់ហើយលើពីនោះក៏មានការបញ្ជូនអង្គទីករបស់ម៉ាក់ទៅកាន់កូនដើម្បីបង្កើនប្រព័ន្ធភាពស៊ាំរបស់កូនម៉ាក់ឲ្យរឹងមាំខ្លាំងផងដែរចាហើយទី3ប្រសិនបើម៉ាក់បញ្ឈប់ការបំបៅដោះកូនគឺមានន័យថាម៉ាក់កំពុងតែកាត់បន្ថយការផលិតទឹកដោះរបស់ម៉ាក់នោះម្ដងតិចហើយវិវត្តទៅរហូតទៅដល់លែងមានទឹកដោះតែម្ដងចាទី4សំខាន់នោះគឺបើសិនជាករណីកូនរបស់ម៉ាក់ឆ្លងជំងឺនេះពីម៉ាក់ទៅហើយម៉ាក់នៅតែបន្តបំបៅដោះកូនធម្មតានោះគឺមានន័យថាទី1ម៉ាក់ផ្ដល់ភាពកក់ក្ដៅដល់កូនទី2គឺធ្វើឲ្យគាត់ទទួលបានអារម្មណ៍សុវត្ថិភាពចាហើយធ្វើឲ្យជំងឺរបស់គាត់នោះឆាប់ជាចាសារៈសំខាន់របស់ទឹកដោះរបស់ម៉ាក់នោះគឺមានអត្ថប្រយោជន៍ខ្លាំងច្រើនមែនទែនចាទី1គឺមានសារធាតុចិញ្ចឹមចាទី2គឺជួយបញ្ជូនអង្គទីកពីខ្លួនរបស់ម៉ាក់នោះទៅកាន់កូនតាមរយៈទឹកដោះផងដែរលើកលែងតែករណីមួយដែលថាគ្រូពេទ្យគាត់បញ្ជាក់ជូនម៉ាក់ថាថ្នាំដែលម៉ាក់កំពុងតែប្រើប្រាស់នេះគឺវាមានផលរំខានទៅដល់កូនរបស់ម៉ាក់តាមរយៈការបំបៅដោះកូនទៅម៉ាក់អាចសម្រេចចិត្តធ្វើការបញ្ចុះបំបៅដោះកូនក្នុងរយៈពេលខ្លីបានតែបើសិនជាករណីគ្រូពេទ្យក៏អត់បានបញ្ជាក់ទេម៉ាក់នៅតែបន្តបំបៅដោះកូនធម្មតា